ចាសួស្តីថ្ងៃនេះខ្ញុំមានឱកាសនឹងចង់មកនិយាយលេងជាមួយបងប្អូនបន្តិចសម្រាប់ក្នុងឆ្នាំ2026បងប្អូនប្រហែលជាបានឃើញលោកគ្រូអ្នកគ្រូគាត់ផុសជាច្រើនហើយបងប្អូនខ្លះដែលមិនពាក់ព័ន្ធជាមួយនឹងម៉ាមីជាមួយនឹងជូតទៅគឺសប្បាយចិត្តទៅហ្នឹងហើយបងប្អូនខ្លះគាត់មានឆ្នាំម៉ាមីឬក៏ជូតគាត់មានចិត្តភ័យព្រួយបារម្ភអញ្ចឹងណាហ្នឹងហើយតាមពិតសម្រាប់ឆ្នាំទាំង12គឺយើងមានវេនម្ដងម្នាក់ទេចាមួយឆ្នាំយើងប្រុងប្រយ័ត្នខ្លាំងនោះគឺយើងគ្រាន់តែយើងគិតថាទឹកហើយនឹងភ្លើងគឺឆុងគ្នាហើយបើយើងដោតទៅលើសัตว์បានន័យថាជួបនឹងឆុងម៉ាមីចាហើយម៉ាមីនឹងគឺឆុងជួបដោយសារពួកគាត់ហ្នឹងដូចយើងជិះផ្លូវតែមួយហ្នឹងហើយអត់មានផ្លូវទៅមកវិញគឺផ្លូវតែមួយតែម្ដងបើយើងជិះមិនទៅដល់ជួបគ្នាបើយើងមិនតិចគ្នាគឺយើងបុកគ្នាឯងចាគឺយើងប៉ះទៅគ្នាអញ្ចឹងណាចាអញ្ចឹងសត្វពីរហ្នឹងគឺដូចគ្នាចាហើយសម្រាប់គូផ្សេងនោះរវាងឆ្លូវគឺប៉ះទៅជាមួយនឹងម៉ែចាហើយម៉ែក៏ប៉ះទៅជាមួយនឹងឆ្លូវដែរពួកគាត់ហ្នឹងក៏គូដែរសម្រាប់ប៉ះទៅគ្នាចាហើយគូទីនោះគឺរោមចាអញ្ចឹងរោមប៉ះទៅជាមួយនឹងចចាហើយចនោះក៏ប៉ះទៅជាមួយនឹងរោមវិញដែរចាហើយសម្រាប់ឆ្នាំម្សាញ់គឺម្សាញ់ប៉ះទៅជាមួយនឹងកុលចាហើយកុលក៏ប៉ះទៅជាមួយនឹងម្សាញ់វិញចាអញ្ចឹងម៉ាមីនេះគឺប៉ះទៅជាមួយនឹងជូតក្នុងឆ្នាំនេះចាក៏ឆ្នាំ2026អញ្ចឹងអ្នកដែលមានជូតនៅក្នុងតារាងប្រកាសជាព្រួយបារម្ភអីហើយយើងមិនអាចជិះផុតទេយើងម្នាក់ៗគឺយើងវិលជុំចាហើយសម្រាប់ឆ្នាំទាំង12គឺយើងមានការប្រុងប្រយ័ត្នដូចគ្នាព្រោះអីដោយសារតែក្នុងឆ្នាំ2026គឺយើងដើរវិវត្តចាំខែទាំង12សប្តាហ៍ដូចគ្នាចាគ្រាន់តែយើងផ្ដោតសំខាន់ទៅលើប្រចាំឆ្នាំគឺយើងដឹងថាគឺជាឆ្នាំស្ដេចឆ្នាំនេះគឺគាត់ចូលមកគង់នៅក្នុងការថែរក្សាពិភពលោកចាអញ្ចឹងមិនថាមួយយើងរស់នៅលើភពផែនដីអញ្ចឹងយើងទទួលគ្រងអត្តពលទៅតាមធម្មជាតិចាអញ្ចឹងយើងផ្ដោតទៅលើសត្វទាំង12ហ្នឹងបានយើងយកមករៀននេះយើងយកមកសិក្សាដើម្បីយើងអនុវត្តទៅតាមពេលវេលាកាលអញ្ចឹងណាចាតែតាមពិតទៅអ្វីៗគឺយើងសិតតែមានហេតុនិងមានផលមិនផ្ដោតទៅលើព្រោះតែយើងឆុងទៅយើងមានបញ្ហាទាំងអស់ទេអាហ្នឹងគឺថាទី1ចាទី2ទៅលើទីតាំងចាភូមិសាស្ត្រដែលយើងរស់នៅទី3គឺទៅលើផ្ទះសម្បែងរបស់យើងចាទី4ទៅលើកន្លែងការងារចាទី5ទៅលើចិត្តគំនិតរបស់យើងចំណេះដឹងរបស់យើងចាទី6នេះគឺកត្តាមនុស្សតែម្ដងចាបើយើងជាបុគ្គលម្នាក់ដែលមានការប្រុងប្រយ័ត្នជារឿយៗហ្នឹងហើយមិនថាឆ្នាំឆុងឬក៏ឆ្នាំមិនឆុងចូលមកទេហ្នឹងហើយគឺយើងតែមានការប្រុងប្រយ័ត្នគឺជាទម្លាប់របស់បុគ្គលយើងម្នាក់ៗអញ្ចឹងគឺយើងជៀសផុតនឹងប្រការមិនល្អដែលកើតឡើងជាមួយយើងផ្សេងៗបានចាគ្រប់ចំណុចអញ្ចឹងយើងធ្វើបែបនេះជារឿយៗទៅបើន័យថាទោះបីឆ្នាំឆុងចូលមកក៏យើងមិនសូវជួបបញ្ហាចាទោះបីឆ្នាំល្អចូលមកគឺវា support ថែមបន្ថែមមកពីលើចឹងទៀតចឹងណាចារបៀបចឹងហើយបើយើងដឹងថាអូឆ្នាំនេះយើងឆុងយើងមិនល្អប៉ុន្តែយើងជាទម្លាប់របស់យើងកន្លងមកនេះយើងជាមនុស្សម្នាក់ដែលធ្វេសប្រហែសចាមិនសូវយកចិត្តទុកដាក់លើខ្លួនឯងជាពិសេសទៅលើសុខភាពមិនសូវបានហាត់ប្រាណញ៉ាំទឹកគ្រប់គ្រាន់ញ៉ាំអាហារឧបត្ថម្ភល្អៗហ្នឹងហើយមានជីវជាតិអាហ្នឹងយើងកើតជំងឺងាយឈឺចឹងណាក្នុងឆ្នាំក្រោយទៅហើយការងារយើងច្រើនជះជាយមិនសូវទៅទៀងពេលវេលាចឹងហើយមិនសូវយកចិត្តទុកដាក់ក្នុងការស្ដាប់ពីមេកៅគាត់បញ្យល់ណែនាំនឹងការងារយើងច្រើនតែបដាបដោយចឹងឱកាសឆ្នាំក្រោយនេះយើងនឹងជួបបញ្ហារឿងស្មុគស្មាញជាពិសេសយើងនឹងទទួលរងអត្តពលនៃការស្ដីបន្ទោសច្រើនឬក៏ការងារមកជួបជាមួយយើងនឹងវាច្រើនរឿងច្រើនដែរទៅព្រោះយើងកាន់តែមានភាពស្មុគស្មាញទាំងផ្លូវចិត្តផ្លូវអារម្មណ៍ដល់ហើយយើងនឹងឃើញដល់ពេលវេលាឆុងចូលមកអូមកពីយើងឆុងមកជួបដូចបែបហ្នឹងចាតែបើយើងកន្លែងមកវិញគឺយើងគិតទៅលើខ្លួនឯងសិនថាតើយើងជាទម្លាប់កន្លងមកហ្នឹងយើងជាមនុស្សដែលបដ ாய் ការងារបែបបដ ாய் ខ្លួនមិនសូវយកចិត្តទុកដាក់ទៅលើការងារបានប្រហែលអញ្ចឹងណាហ្នឹងហើយចាអញ្ចឹងបើយើងជាមនុស្សម្នាក់ដែលមើងមកនឹងការងារធ្វើអីមិនឲ្យរួចពីដៃហើយយើងធ្វើអីមិនសូវទុកសិនណាចាយើងធ្វើការងារលម្អិតអញ្ចឹងដល់ពេលឆ្នាំមានបញ្ហាចូលមកក៏យើងអត់សូវមានបញ្ហាដែរហើយក៏យើងអត់សូវខ្វល់ភ័យខ្លាចនឹងមេកៅស្ដីបន្ទោសឬក៏ថ្នាក់លើគេសង្កត់លើយើងដែរអញ្ចឹងណាចាហើយសម្រាប់រឿងលុយកាក់វិញចាអញ្ចឹងខ្ញុំនិយាយពីចំណុចចាសុខភាពហើយនឹងរឿងការងារលុយកាក់ចាឥឡូវរឿងលុយកាក់ម្ដងសម្រាប់រឿងលុយកាក់វិញបើសិនជាយើងជាបុគ្គលម្នាក់ចូលចិត្តបើសិនជាសម្រាប់នារីចូលចិត្តមើលគេ live ហ្នឹងហើយចំណាប់អារម្មណ៍ពួកយើងជានារីធម្មតាយើងស្រឡាញ់ឲ្យភាពស្អាតទៅតុបតែងអញ្ចឹងណាចាបើយើងផ្ដោតទៅលើប្រព័ន្ធអនឡាញដែលគេលក់អីវ៉ាន់ផលិតផលអីនេះយើងចេះចិត្តយើងចង់តែងចង់ចំណាយអីចាអញ្ចឹងមួយឆ្នាំក្រោយនេះគេនិយាយថាលោកគ្រូឬក៏អ្នកគ្រូគាត់និយាយថាសម្រាប់ឆ្នាំក្រោយនេះយើងមានការចំណាយខ្លាំងចំណាយខ្ពស់ចាយមិនចេះគិតខាងហិរញ្ញវត្ថុនឹងមានការថយចុះថ្ងៃមានការចំណាយជាលុយច្រើនប្រយ័ត្នទៅលើរឿងលុយកាក់ទៅបង្ខាប់អីចឹងណាចាអញ្ចឹងបើយើងប្រាប់ទៅលើខ្លួនយើងវិញបើសិនជាយើងនៅតែអនុវត្តក្នុងការដែលយើងតម្លាក់ទីតាំងមិនឈប់បានន័យថានេះក៏ជាលុយកំហូរមួយទៅខាងក្រៅដែរចាទី2បើយើងប្រាប់ដល់ខ្លួនយើងមិនសូវ take care សុខភាពយើងអាចមានឱកាសឈឺចូលពេទ្យអញ្ចឹងទៅចាហើយដល់ពេលយើងចូលពេទ្យយើងឈឺយើងអត់សូវបានធ្វើការជាប់លាប់ហ្នឹងហើយមេថ្នាក់លើគាត់ក៏មានការងារកូនការងារចោលកាន់ច្រើនទៅក៏មានរឿងសុខស្មាញកន្លែងការងារផងដែរដល់ពេលដែលយើងចូលធ្វើការវិញមានការងារជាច្រើនតែធ្លាក់មកលើយើងហើយយើងមិនត្រូវមកមេទៀតអញ្ចឹងទាំងលុយកាក់ទាំងការងារចាប់ដើមមានបញ្ហាជាមួយគ្នាអញ្ចឹងធ្វើឲ្យទឹកចិត្តយើងកាន់តែធ្លាក់ចុះទៅថែមទៀតឯណាសុខភាពណាការងារចាមកក្នុងផ្ទះក៏មានបញ្ហាមូលហេតុដែលយើងសុខស្មាញទាំងពីររឿងនេះមកហើយពេលមកដល់ផ្ទះធម្មតាពេលយើងធម្មតាពេលមានរឿងយើងអត់សូវសប្បាយចិត្តទេចាតពីតអូមុនបន្តិចទៀតមុននេះខ្ញុំនិយាយបញ្ចប់ធំការងារយើងត្រឡប់មកដល់ផ្ទះវិញចាអញ្ចឹងធម្មតាពេលឆ្នាំរិស័យមិនល្អធម្មតាផ្លូវចិត្តយើងតែងតែមានអារម្មណ៍ប្រែប្រួលមិននឹងណអញ្ចឹងណាចាហើយធម្មតាពេលដែលយើងមានគំនិតស្មុគស្មាញច្រើនអញ្ចឹងអារម្មណ៍យើងមួម៉ៅពេលអ្នកណាធ្វើអីឬក៏អ្នកណាមកប៉ះទៅជាមួយយើងតែបន្តិចបន្តួចក៏ធ្វើឲ្យយើងមានអារម្មណ៍មិនសូវល្អមិនសូវសនុកចិត្តអញ្ចឹងណាចាអញ្ចឹងធ្វើឲ្យយើងហ្នឹងឆាប់តតាំងឆាប់តវ៉ាហ្នឹងហើយឆាប់បង្កចំនួនអញ្ចឹងណាចាអញ្ចឹងដល់ពេលយើងមកដល់ផ្ទះធម្មតាការងារស្មុគស្មាញយើងអត់ពីក្រៅពេលមកដល់ផ្ទះមានបញ្ហាធម្មតាការងារផ្ទះគឺមានការងារជាច្រើនអញ្ចឹងណាចាអញ្ចឹងពេលមកដល់ផ្ទះក៏យើងទៅប្រុងប្រយ័ត្នដូចគ្នាដែរទៅលើពាក្យសម្ដីមាត់ករវាងជីវិតគូបើអ្នកមានគ្រួសារហើយចាហើយបើសិនជាយើងអ្នកដែលមិនទាន់មានគ្រួសារធម្មតាយើងជាកូនយើងតែត្រូវមាត់ប៉ាម៉ាក់ឯងចាអញ្ចឹងគ្រប់ចំណុចទាំងអស់បើសិនជាយើងបើកចិត្តឲ្យទូលាយយើងគិតថាអ្វីបើសិនជាយើងជាមនុស្សឬក៏ជាបុគ្គលដែលគេមើលមកថាមិនសូវមានកំហុសអាហ្នឹងយើងគេមិនសូវនិយាយណែនាំពីយើងទេប៉ុន្តែបើសិនជាយើងជាបុគ្គលដែលយើងស្អាតធ្វើខុសប៉ុន្តែមនុស្សយើងម្នាក់យើងតែដឹងខ្លួនឯងថាមិនដែលចេះដឹងពីកំហុសទេអញ្ចឹងមានតែអ្នកដទៃឯងដែលអាចមើលហ្នឹងហើយមើលពីចំណុចមិនល្អរបស់យើងបានអញ្ចឹងណាអញ្ចឹងបុកម្ដាយបើសិនជាយើងមើលមកយើងឃើញយើងមានកំហុសបានន័យថាគាត់តែងតែមានការមានណែនាំនិយាយ
មកលើយើងហើយពេលវេលាឆ្នាំចុងចូលមកបានន័យថាយើងទទួលពាក្យទូមានណែនាំពីជុំវិញក៏មិនបានក្នុងគ្រួសារក៏មិនបានអញ្ចឹងដល់ពេលយើងដឹងមុនអញ្ចឹងយើងបើកចិត្តចាគេបើកចិត្តស្ដាប់ក្នុងការទូមានណែនាំពីថ្នាក់លើពីពុកម្ដាយពីបងប្អូនឬក៏ពីមិត្តភក្តិទៅហ្នឹងហើយយើងស្ដាប់គេណាចាហើយស្ដាប់បានយកបានប្រហែលយើងស្ដាប់ទៅយើងកុំតវ៉ាចាហើយយើងរៀនសមាធិចិត្តហ្នឹងហើយសម្រុំចិត្តឲ្យចិត្តយើងស្ងប់ធម្មតាពេលឆ្នាំភ្លើងចូលមកគឺបានន័យថាគឺក្តៅចាអញ្ចឹងយើងជាបុគ្គលដែលឆាប់តវ៉ាឆាប់ចិត្តក្តៅសំពាធខ្វល់ខ្វាយរៀងតែម្ដងចាចូលចិត្តគិតអីហាធ្វើអីដល់មានការពិចារណាចាអត់គិតបានគិតមុខគិតក្រោយអញ្ចឹងណាហើយបើសិនជាផ្ដោតទៅលើវិជាបាជឺបើសិនជាបុគ្គលខ្លួនយើងធាតុទាំង5មិនសមកម្មមិនសមតលចាយើងលោកយើងធាតុមានធាតុភ្លើងលើសនៅក្នុងដំណើរជីវិតយើងច្រើនជាងគេបានន័យថាយើងទទួលរងឥទ្ធិពលក្នុងឱកាសឆ្នាំ2026នេះចូលមកគឺមានភ្លើងមកបន្ថែមទៀតអញ្ចឹងធ្វើឲ្យខ្លួនយើងកាន់តែមានភ្លើងកាន់តែខ្លាំងអញ្ចឹងធ្វើឲ្យខ្លួនយើងរៀងជួលច្របល់អញ្ចឹងណាចាតកហល់ធ្វើអីមិនបានទៅមុខគិតក្រោយឆាប់ច្រឡោឆាប់ខឹងងោម៉ៅក្រៅកាហាយហ្នឹងហើយស្រេះយើងស្រេះតែម្ដងហ្នឹងហើយចិត្តរៀងកជ្រោលអញ្ចឹងណាចាអញ្ចឹងយើងត្រូវចេះរៀនទប់ចិត្តទប់កាយទប់អារម្មណ៍យើងកុំឆេវឆាវយើងត្រូវចេះថែរក្សាសុខភាពផ្លូវចិត្តរបស់យើងឲ្យបានល្អហើយយើងព្យាយាមធ្វើអ្វីដែលជាល្អហើយប្រុងប្រយ័ត្នឲ្យបានច្រើនអញ្ចឹងទៅយើងអាចជៀសផុតពីបញ្ហាឆុងចាព្រោះយើងម្នាក់តិចមិនផុតពីធ្វើការជួបជុំមិត្តភ័ក្តិជួបជុំមិត្តកន្លែងការងារជួបជុំបងប្អូនទេព្រោះយើងកើតមកមិនមែនរស់នៅតែឯងអញ្ចឹងណាចាអញ្ចឹងយើងត្រូវទទួលគ្រប់ចំណុចទាំងអស់ដែលអ្នកដទៃនិយាយមកកាន់លើយើងបើសិនជាយើងទទួលពីអ្នកដទៃមិនសូវបានន័យថាយើងចេញទៅសង្គមខាងក្រៅយើងតែងតែរងប៉ះទង្គិចពីពាក្យសម្ដីអ្នកដទៃហើយអញ្ចឹងសំខាន់យើងត្រូវរៀនបើកចិត្តខ្លួនយើងណាចាហើយសរុបរួមមកវិញបានន័យថាសប្តាហ៍12ឬក៏ឆ្នាំទាំង12យើងត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នាមិនថាអ្នកឆុងឆ្នាំឬក៏មិនឆុងឆ្នាំទេព្រោះអីកាលពេលវេលាគឺយើងដើរឆ្លងសប្តាហ៍ទាំង12ដូចគ្នាអញ្ចឹងក្នុងឆ្នាំមិនល្អរបស់អ្នកឆ្នាំជូតនៅក្នុងឆ្នាំ2026ក៏មានខែល្អរបស់គាត់ផងដែរចាហើយក្នុងឆ្នាំ2026នេះអ្នកឆ្នាំជូតក៏មានកាយល្អចូលមកសម្រាប់គាត់ផងដែរចាអញ្ចឹងសម្រាប់ឆ្នាំផ្សេងមួយទៀតពីឆ្នាំជូតឆ្លើយខាតខុសរោងសាំងមីម៉ៃរបស់ការចូលកលហ្នឹងចាក៏មានកាយចូលមកទាំងល្អនិងមិនល្អដូចគ្នាផងដែរមិនមែនថាគាត់ចូលមកឆ្នាំមិនល្អកាយចូលមកក៏មិនល្អចាំប្រូមេចាអញ្ចឹងដូចវិជាបាជឺចឹងចាបងប្អូនធ្លាប់លើយីនយ៉ាងចាអញ្ចឹងវាមានទាំងល្អនិងមិនល្អចូលមកអញ្ចឹងនៅពេលដែលយើងបានសិក្សាពីវិជានេះយើងអាចដឹងពីឱកាសនឹងបានត្រៀមខ្លួនជាមុនអញ្ចឹងណាចាពេលកាយល្អចូលមកយើងកុំចំណាយពេលវេលាដល់អត់ប្រយោជន៍យើងត្រូវតែចម្រាញ់ទាញផលល្អនោះយកមកប្រើប្រាស់អត់ពីសមត្ថភាពហើយនៅពេលដែលកាយមិនល្អចូលមកយើងបានដឹងមុនយើងបានត្រៀមខ្លួនយើងត្រៀមទប់ទល់ចាយើងត្រៀមទប់ទល់អញ្ចឹងណាចាហើយយើងដឹងពីមូលហេតុកាយនោះចូលមកទៅនៃបែបណាអញ្ចឹងយើងដឹងដូចយើងរៀបផែនការអញ្ចឹងណាដូចយើងរៀបខ្លួនធ្វើសឹកជាមួយនឹងដៃគូប្រកួតចឹងរបស់យើងចឹងចាពីយើងដឹងមុនចឹងថាគេមកពីចំណុចណាមកពីឆ្វេងមកពីស្ដាំមកពីមុខមកពីក្រោយចឹងទៅចាយើងបានដឹងមុនយើងបានត្រៀមខ្លួនហើយអញ្ចឹងយើងអនុវត្តវិចតាមកាយហ្នឹងទៅគឺយើងឆ្លងផុតហើយចាយើងជាបុគ្គលម្នាក់ដែលមានពីបញ្ញាវាងវៃចឹងណាអញ្ចឹងមិនសរុបរួមមកវិញមិនថាឆ្នាំឆុងឬក៏មិនឆ្នាំឆុងទេអត់តែយើងចេះត្រៀមខ្លួនទៅតាមមនុស្សអាចទប់ទល់បានអាចត្រៀមខ្លួនរៀបគម្រោងការនឹងឯផែនការហើយស្មារតីរបស់យើងរឹងមាំយើងកុំប្រហែសនឹងឯថែរក្សាសុខភាពពង្រឹងខ្លួនយើងចាយើងនឹងអាចឈ្នះបានគ្រប់ពេលវេលាទាំងអស់សូម្បីតែថ្នាក់ដឹកនាំធំគាត់ក៏មានពេលវេលាជាឆ្នាំសប្តាហ៍12ដូចគ្នាដែរអញ្ចឹងបើសិនជាអង្គុយគាត់ថាឆុងមានបញ្ហាពេលខ្លះបើយើងក៏លេចទៅមើលឆ្នាំដែលមិនល្អសម្រាប់ថ្នាក់ដឹកនាំអីក៏ជាពេលវេលាគាត់ត្រូវផ្លាស់ប្ដូរគាត់អាចធ្វើឲ្យគាត់នឹងក្នុងពេលវេលាមិនល្អខ្លាយទៅជារឿងល្អវិញផងដែរចាអញ្ចឹងហើយបានគេថាពេលឆ្នាំឆុងចូលមកក៏មានកាយល្អចូលមកព្រមជាមួយដែរអញ្ចឹងបងប្អូនទាំងអស់គ្នាក៏មានការព្រួយបារម្ភឬក៏គិតខ្វល់ខ្វាយច្រើនពេកយើងខំប្រឹងតែធ្វើការឲ្យត្រូវទូនាទីរបស់យើងអញ្ចឹងណាចាហើយមួយទៀតនោះយើងត្រូវថែរក្សាសុខភាពចាក្តីស្រឡាញ់បើយើងមានពេលទំនេរយើងត្រូវផ្ដល់ឱកាសជួបជុំគ្រួសារបងប្អូនចាហើយឲ្យពេលសម្រាប់ខ្លួនឯងយកពេលវេលាថែប្រានថែរក្សាសុខភាពចាពួកឯងមនុស្សយើងម្នាក់ចេះតែដើរទៅមុខយើងប្រែបដោយខ្លួនអត់សូវស្រឡាញ់ខ្លួនក៏យើងធ្វើឲ្យខាតបង់ដែរចាហើយក្រោយទៅយើងនឹងស្ដាយក្រោយដោយសារតែយើងបានស្រឡាញ់ខ្លួនឯងបានស្រឡាញ់សុខភាពអញ្ចឹងណាចាអញ្ចឹងពេលនេះខ្ញុំមានតែពាក្យពេចន៍ប៉ុណ្ណឹងទេចាំខ្ញុំមានឱកាសពេលក្រោយខ្ញុំនឹងចេញវីដេអូជំរាបបន្ថែមទៀតចាក្នុងពេលនេះខ្ញុំចូលមកនិយាយលេងមួយបងប្អូនមានតែប៉ុណ្ណឹងទេចាំខ្ញុំចេញវីដេអូពេលក្រោយ